កាលពីព្រេងនាយមានព្រៃឈើដ៏ស្រស់ស្អាតមួយដែលជាជំរកនៃសត្វទាំងឡាយនៅដើមជ្រៃធំដ៏ស័ក្តិសិទ្ធិសុភាទន្សាយជាសត្វដែលមានប្រាជ្ញាឆ្លៀសវៃតែងតែដើរលេងដោយសប្បាយរីករាយនៅក្នុងព្រៃនេះនៅកណ្ដាលព្រៃមានដើមជ្រៃធំមួយដែលមានបារមីថែរក្សានិងការពារសត្វលោកទាំងអស់ថ្ងៃមួយមានព្រានព្រៃម្នាក់ដែលមានចិត្តលោភលន់បានមកដល់ព្រៃនេះក្នុងបំណងមិនល្អព្រានម្នាក់នេះចង់ចាប់យកសម្បុកសត្វស្លាបដែលកំពុងរស់នៅដោយសុខសាន្តលើមែកឈើសុភាទន្សាយបានឃើញហេតុការណ៍នោះក៏គិតរកវិធីដើម្បីជួយមិត្តភក្តិរបស់ខ្លួនភ្លាមសុភាទន្សាយបានរត់ទៅរកដើមជ្រៃស័ក្តិសិទ្ធិដើម្បីសុំជំនួយពីបារមីដើមឈើព្រលឹងដើមជ្រៃបានលេចរូបរាងឡើងសុភាទន្សាយបានរៀបរាប់ពីទង្វើអាក្រក់របស់ព្រានព្រៃដែលកំពុងយាយីសត្វស្លាបស្លូតត្រង់ស្រាប់តែដើមជ្រៃបានបញ្ចេញឫសនិងវលីវេទមន្តដើម្បីរារាំងផ្លូវរបស់ព្រានលោភលន់នោះព្រានព្រៃភ័យតក់ស្លុតជាខ្លាំងនៅពេលដែលឃើញធម្មជាតិកំពុងដាក់ទណ្ឌកម្មខ្លួនសុភាទន្សាយបានប្រាប់ព្រានព្រៃថាព្រៃឈើគឺជាផ្ទះរបស់សត្វមិនមែនជាកន្លែងសម្រាប់សម្លាប់នោះទេព្រានព្រៃបានសន្យាថានឹងឈប់ធ្វើបាបសត្វហើយក៏រត់ចេញពីព្រៃនោះទេសត្វស្លាប់មានសេចក្តីត្រេកអរជាខ្លាំងចំណែកបារមីដើមជ្រៃក៏បាត់ខ្លួនចូលទៅក្នុងដើមឈើវិញចាប់ពីថ្ងៃនោះមកព្រៃឈើក៏ត្រឡប់មកមានសេចក្តីសុខសាន្តវិញក្រោមការការពារពីសុភាទន្សាយ